លោក Gareth Southgate មិនចាប់អារម្មណ៍ទទួលការងារនៅក្លឹប Manchester United ឡើយអតីតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate មិនចាប់អារម្មណ៍លើការងារជាអ្នកចាត់ការនៅក្លឹប Manchester United ឡើយពលលោកនឹងបដិសេធភ្លាមប្រសិនបើក្លឹបព្យាយាមចូលមករកលោកដើម្បីនាំយកទៅជំនួសតំណែងលោក Ruben Amorim នៅពេលណាមួយដែលក្លឹបបញ្ចប់តំណែងអ្នកចាត់ការជនជាតិប៉ូទុយហ្គាល់រូបនោះនេះបើតាមប្រភពពីសារព័ត៌មាន Sky Sports ក្រៅពីលោក Southgate ក្លឹបបិសាចក្រហមក៏មានបេក្ខជនក្នុងដៃ2ឬ3នាក់ទៀតដែរខណៈលោក Zinedine Zidane និងលោក Graham Potter ក៏ស្ថិតនៅក្នុង short list របស់ក្លឹបដែរប៉ុន្តែចំពោះលោក Zidane ប្រហែលជាមិនអាចទៅរួចឡើយព្រោះអតីតអ្នកចាត់ការក្លឹប Real Madrid រូបនោះកំពុងរងចាំជំនួសតំណែងលោក Didier Deschamps នៅក្រុមជម្រើសជាតិបារាំងក្រោយចប់ World Cup ឆ្នាំក្រោយខណៈលោក Graham Potter ទំនងជាមិនទទួលបានការពេញចិត្តពីអ្នកគាំទ្រក្លឹបឡើយរីឯម្នាក់ទៀតគឺលោក Oliver Glasner ក៏ទំនងជាមិនអាចទៅរួចដែរព្រោះលោកមិនទំនេរទេហើយលោកក៏កំពុងតែដឹកនាំក្លឹប Crystal Palace បានយ៉ាងល្អផងដែរក៏សូមបញ្ជាក់ផងដែរថាក្លឹបបិសាចក្រហមនឹងត្រូវទូទាត់សំណងប្រមាណ12លានផោនឯណោះទៅឲ្យលោក Ruben Amorim ប្រសិនបើក្លឹបពិតជាចង់បញ្ចប់តំណែងអ្នកចាត់ការវ័យ40ឆ្នាំរូបនេះនាពេលឆាប់ៗខាងមុខនេះមែន